ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះនាងខ្ញុំមានមុខម្ហូបមួយគឺស្ងោរជើងជ្រូកស្ពៃកំប៉ុងដែលសាច់របស់យើងដែលត្រូវយកមកស្លនៅក្នុងមុខម្ហូបនេះគឺជាជើងជ្រូកដែលនាងខ្ញុំហាន់វាជាដុំតូចៗដែលងាយស្រួលរំងាស់វាឲ្យផុយល្អហើយជើងជ្រូកនេះផងដែរគឺនាងខ្ញុំស្រោះវាសិនណាបងប្អូនមុនពេលចាប់ផ្ដើមស្លដោយសារតែយើងអត់ស្រោះវានឹងធ្វើឲ្យទឹករបស់យើងរាងស្រអាប់អត់ថ្លាល្អហើយអាចនឹងធំក្លិនទៀតអញ្ចឹងដើម្បីកាត់បន្ថយក្លិនគឺយើងស្រោះសាច់ជាមុនសិនណាហើយរយៈពេលនៃការស្រោះហ្នឹង1 ទៅ 2 នាទីហ្នឹងគឺល្មមគ្រប់គ្រាន់អញ្ចឹងណាហើយនេះគឺជាស្ពៃកំប៉ុងដែលនាងខ្ញុំយកមកប្រើប្រាស់ក្នុងការស្លសម្លស្ងោរមួយមុខនេះបងប្អូនហើយស្ពៃកំប៉ុងនេះផងដែរវារាងប្រៃអញ្ចឹងបងប្អូនអាចលាងវាមួយទឹកទៅ2ទឹកហើយលាងវាឲ្យស្អាតល្អទៅវាលែងសូវប្រៃហើយបន្ទាប់មកនេះខ្ញុំក៏អត់ឈៀតពេលដាំទឹកដើម្បីស្រោះជើងជ្រូករបស់យើងឲ្យវាកាត់ឆ្អាបផងដែរចំណែកឯស្ពៃរបស់យើងហាន់វាជាស្ដើងតូចៗទេបងប្អូនយើងលាងស្ពៃនឹងកាន់តែច្រើនកាន់តែល្អដោយសារតែស្ពៃហ្នឹងគឺវារៀងប្រៃបន្តិចទេបងប្អូនបន្ទាប់ពីទឹកពុះនេះខ្ញុំក៏ចាក់សាច់ចូលស្រោះវាឲ្យកាត់ជាតិឆ្អាបចេញហើយស្រោះនឹងប្រហែលជា1 ទៅ 2 នាទីហ្នឹងគឺយើងស្រង់ចេញហើយយើងកុំស្រោះយូរពេកទៅស្រោះយូរពេកវាអស់ជាតិសាច់ជ្រូកហ្នឹងណាបងប្អូនអញ្ចឹងយើងស្រោះល្មមបានហើយបន្ទាប់ពីស្រោះហើយនេះខ្ញុំក៏ដាក់ទឹកថ្មីដាំឲ្យពុះសាច់ជាថ្មីអាហ្នឹងគឺដាំយកតែម្ដងបងប្អូនហើយសាច់ដែលយើងស្រោះហើយយើងលាងទឹកចំណែកឯបន្លែដែលដូចជាស្ពៃកំប៉ុងនេះយើងហាន់វាស្ដើងចំណិតតូចៗចឹងទៅដូចតែក្នុងវីដេអូបានបង្ហាញអញ្ចឹងបងប្អូនពេលដែលខ្ញុំចិត្តស្ពៃកំប៉ុងហ្នឹងគឺខ្ញុំដាក់ដាំទឹកម្ដងទីសិនណាបងប្អូនពេលដែលយើងដាំទឹកយើងត្រូវការរំងាស់ជាមួយនឹងជើងជ្រូករបស់យើងឲ្យផុយដែរបើសិនបើយើងដាក់ដាំជាមួយនឹងស្ពៃកំប៉ុងហ្នឹងនឹងរលួយហើយសាច់របស់យើងអត់ទាន់រលួយទេអត់ទាន់ផុយល្អអញ្ចឹងណាពេលអញ្ចឹងដាក់ដាំទឹកផ្ដាពេលពុះចាក់សាច់ចូលឲ្យសាច់នឹងវាផុយល្អហើយយើងនឹងចាប់ផ្ដើមដាក់ជាមួយនឹងស្ពៃកំប៉ុងរបស់យើងចូលហើយស្ពៃកំប៉ុងនេះផងដែរនៅពេលដែលបងប្អូនយកវាមកហាន់បែបនេះគឺហាន់ស្ដើងកុំហាន់ក្រាស់ពេកហើយលាងទឹកវាមួយទឹកទៀតចឹងណាពេលដែលយើងយកចេញពីកំប៉ុងមកយើងលាងទឹកវាម្ដងហើយបន្ទាប់ពីយើងហាន់ហើយយើងលាងទឹកវាច្របល់វាមួយទឹកទៀតទៅព្រោះសារតែស្ពៃកំប៉ុងនៅពេលដែលគេត្រាំវាយូរចឹងវានឹងមានរសជាតិប្រៃហើយមួយវិញទៀតស្ពៃកំប៉ុងនោះមានរឹសចែកបងប្អូនរឹសចឹងណារឹសហ្នឹងរឹងញ៉ាំអត់កើតទេទោះបីយើងងាស់យូរយ៉ាងណាក៏វាអត់ផុយដែរអញ្ចឹងយើងចិត្តពីចោលទៅយើងមិនស្ដាយវាទេបងប្អូនចិត្តតាមខ្ញុំចឹងណាស្ដាងតាមបែបហ្នឹងឬក៏បងប្អូនចិត្តទៅតាមចំណូលចិត្តដែរបងប្អូនគិតថាចិត្តបែបនេះវាមើលទៅស្អាតវាមើលទៅឆាប់ផុយជាងអីចឹងណាអាហ្នឹងតាមចំណូលចិត្តបងប្អូនចិត្តតែខ្ញុំធ្វើគឺខ្ញុំចិត្តបែបនេះគឺខាងវាស្ដើងហើយយើងនឹងលាងវាមួយទឹកទៀតនេះរឹងគឺខ្ញុំបោះចោលហើយអត់ទឹកទេឥឡូវទឹកដែលខ្ញុំដាំម្ដងទៀតនេះវាចាប់ផ្ដើមពុះហើយអញ្ចឹងខ្ញុំចាក់សាច់ចូលដើម្បីរំងាស់ឲ្យសាច់ផុយល្អនៅពេលដែលទឹកពុះនេះខ្ញុំក៏ដាក់សាច់ជ្រូកនឹងចូលរំងាស់ហើយបន្ថែមជាមួយនឹងខ្ទឹម1កំពឹសដើម្បីចំណែកឯស្ពៃកំប៉ុងរបស់យើងគឺត្រូវលាងទឹកវាឲ្យរៀងច្រើនទឹកបន្តិចដែរដើម្បីឲ្យអស់ជាតិប្រៃចំណែកឯ
ទឹកសម្លរបស់យើងនៅពេលដែលគេកំពុងអញ្ចឹងយើងដួសវាចោលទៅដើម្បីឲ្យទឹកសម្លរបស់យើងរាងថ្លាបងប្អូនហើយខ្ញុំក៏ឆ្លៀតពេលហាន់លឹកខ្ទឹមម្ដងផងដែរហើយយើងក៏បន្ថែមជាមួយនឹងអំពិលទុំដែលយើងអាចដាក់បរិមាណមួយល្មមជាមួយនឹងទឹកសម្លរបស់យើងបងប្អូនបើសិនបើយើងចូលចិត្តរាងជូរដិតជាងហ្នឹងយើងអាចដាក់ច្រើនជាងហ្នឹងទៅតាមបរិមាណទឹកសម្លដែលយើងស្លទឹកសម្លរបស់យើងបើសិនបើបងប្អូនចង់វាថ្លាគឺនៅពេលដែលមានប្រភេទបែបនេះបងប្អូនត្រូវតែសាកវាចេញអញ្ចឹងណាដើម្បីឲ្យទឹកសម្លរបស់យើងគឺមើលទៅថ្លាល្អមកទៅជាងជ្រោះយើងគឺផុយប្រាប់ហើយខ្ញុំនឹងថែមទឹកនេះដាក់ដល់លេខ14ហ្នឹងពីបរិស័ទតែខ្ញុំរមាស់ជើងឈប់យើងហ្នឹងឡើងវារីងទឹកអញ្ចឹងត្រូវថែមទឹកពីដើម្បីឲ្យវារៀងច្រើនតិចនឹងចាក់ស្ពៃកំប៉ុងយើងចូលតែម្ដងទឹកសម្លរបស់នេះក៏ចាប់តាមគ្រួសារទីថ្មីហើយខ្ញុំនឹងចាក់ស្ពៃកំប៉ុងចូលតែម្ដងទីដែលនេះខ្ញុំដាក់នោះគឺទឹកត្រីដាក់រមោបានកសហើយជួយមានចេញផងដែរក៏ចាប់ផ្ដើមទឹកសម្លដាក់ចូលក្នុងអំបិលទុំហ្នឹងដើម្បីឲ្យវារីកទៅវាចេញជាតិជូរហើយយើងក៏ចាប់ផ្ដើមចាក់ទឹកអំបិលទុំរបស់យើងចូលអូខេចាក់ទឹកសិនទៅបរិស័ទតែយើងក៏មិនទាន់បានស្មានថាទឹកអំបិលដែលយើងចាក់ហ្នឹងវាជូរហើយនៅអញ្ចឹងយើងភ្លក់មើលចង់ដឹងថាបើសម្រាប់ជូរទេយើងដាក់អំបិលទុំបន្ថែមទៀតណាបងប្អូនដោយសារតែទឹកស្ពៃហ្នឹងវារៀងប្រៃខ្ញុំដាក់តែប៉ុណ្្នឹងទេដើម្បីឲ្យវាមើលទៅរៀងក្រហមមិនបាត់ច្រើនទេសម្លរបស់យើងបានឆ្អិនជាការស្រេចខ្ញុំបានហុយក្តៅហើយសម្លរបស់យើងក៏បានឆ្អិនតោះបងប្អូនមកញ៉ាំជាមួយនឹងខ្ញុំសាច់ស្ពៃនៅតែស្រួយហើយជើងជ្រូកវិញគឺផុយតែផុយលក្ខណៈស្រួយដប់ឆ្ងាញ់បងប្អូនបើសិនបើមានពេលបងប្អូនអាចសាកល្បងធ្វើមុខម្ហូបមួយនេះបានណានេះខ្ញុំសូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែតាមដានទស្សនាវីដេអូរបស់នេះខ្ញុំសូមអរគុណច្រើន